Hello អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកដល់ផทยาប្រទេសថៃថ្ងៃនេះខ្ញុំមកចង់ពេលដែលប្រទេសយើងអត់សូវល្អនឹងគ្នាណាក៏រៀងភ័យដែរប៉ុន្តែខ្ញុំព្យាយាមអត់និយាយភាសាខ្មែរទេគឺខ្ញុំនិយាយភាសាអង់គ្លេសជំនួសហើយក៏អត់សូវបង្ហាញតសញ្ញាណច្រើនដែរព្រោះខ្លាចគេណូតយើងអញ្ចឹងអានេះខ្ញុំមកដល់ផทยาនោះគឺឆ្លងកាត់វែងឆ្ងាយមែនតើជីពីបាងកកមកគឺខ្ញុំត្រូវជី2ម៉ោងកន្លះពេលមកដល់2ម៉ោងកន្លះត្រូវដើរប្រហែលជា1គីឡូដើម្បីចូលទៅដល់មួយកន្លែងទៀតព្រោះនៅជាក្រុងគេអត់មានឡានក្រុងឬក៏រថភ្លើងយើងជិះទេបើយើងត្រូវជិះម៉ូតូឬក៏យើងត្រូវជិះឡានធំទូដែលជិះទៅវិញទៅមកអស់ម្នាក់10 បាតនឹងអញ្ចឹងនេះខ្ញុំទៅលើកទី1ដែរផทยาខ្ញុំទៅនេះខ្ញុំជិះឡានហ្នឹងវា10 បាតជិះដល់ណាជិះទៅប៉ុន្តែឡានហ្នឹងវានៅខាងក្នុងឯងបើយើងនឹងក្រៅចុះពីផ្លូវធំទៅគឺយើងត្រូវដើរ1គីឡូចូលក្នុងថៅគេតែអ្នកទាំងអស់គ្នា10 បាតនឹងថៅមែនតើហើយនេះទស្សនវិជ្ជានៅពេលដែលខ្ញុំបានទៅដល់កន្លែងហ្នឹងយើងត្រូវជិះឡាន2តដើម្បីទៅដល់ឆ្នេរអានេះខ្ញុំចុះផ្លូវធំខ្ញុំជិះ10 បាតហើយទៅដល់ឆ្នេរយើងត្រូវជិះអស់10 បាតទៀតដើម្បីចូលទៅដល់ក្នុងកោះមួយទៀតដែលយើងត្រូវទៅលេងនៅផทยาអ៊ូអជាងនៅបាងកកធម្មតានៅបាងកកអ៊ូអដែរប៉ុន្តែវាដោយកន្លែងដូចសបោមនុស្សតែកន្លែង shopping center ដូច Central World ឬក៏ Big C អញ្ចឹងប៉ុន្តែមកកន្លែងផทยาដូចក្រុងទៀតអញ្ចឹងសឹងថាមនុស្សច្រើនមែនតើហើយអ៊ូអាយគឺដូរក៏ដាច់ថ្ងៃនេះខ្ញុំបានមកដល់ឆ្នេរនៅផทยาហ្នឹងមុនពេលខ្ញុំឆ្លងទៅកោះហ្នឹងឆ្នេររបស់គេអត់សូវស្អាតទេអ្នកទាំងអស់គ្នាចាញ់ឆ្នេរនៅស្រុកខ្មែរហើយវាមានស្អីខ្ញុំដូចអាចលេងអញ្ចឹងហ្នឹងចូលមែនតើយើងអាចអង្គុយលេងនឹងបានទេវាអាចមកទៅអញ្ចឹងគេច្រើនឃើញអាគេអត់សូវអង្គុយលេងហ្នឹងទេគេខ្លាចអាដុំខ្ញុំមិនដឹងថាដុំអីគេតែបើអ្នកទាំងអស់គ្នាធ្លាប់ទៅផทยาឃើញកន្លែងហ្នឹងវាមានកទូមែនទេអញ្ចឹងមកដល់នេះខ្ញុំក៏បានទិញគ្រឿងសមុទ្រយកញ៉ាំសហើយគេច្រើនអ្នកលក់គ្រឿងសមុទ្រនៅហ្នឹងគឺខ្មែរខ្ញុំទៅដល់ខ្ញុំខំតែនិយាយភាសាអង់គ្លេសអញ្ចឹងទៅភាសាថៃទៅប៉ុន្តែគេនិយាយខ្មែរមកវិញហេតុមែនតើហើយទិញបានក្តាម1គីឡូខ្ញុំអត់សូវញ៉ាំច្រើនទេស៊ីឆ្អែតដែរខ្ញុំទិញសាបានជាទៅដល់ហ្នឹងខ្ញុំទិញ1គីឡូសាញ៉ាំ2នាក់មានអីសាច់ច្រើនហើយវាចិត្តឆ្ងាញ់ទេសភាពវាក៏ស្អាតដែរនៅផทยาទឹកស្អាតប៉ុន្តែឆ្នេរអត់ស្អាតទេពេលខ្ញុំទៅនោះមេឃវារោភ្លៀងផងអីចឹងយើងទិញនៅកន្លែងគេហ្នឹងយើងឲ្យគេចម្អិននេះស្រាប់ក្តាមនៅហ្នឹងថាមែនតែន1គីឡូតើ200 បាតជាងអីនឹងខ្ញុំទិញហ្នឹងធូរជាងនៅខ្មែរហើយសាច់បាត់គេបើនៅខ្មែរអាហ្នឹងលេខ1តែទៅដល់កន្លែងគេហ្នឹងគឺលេខ2ហើយខ្ញុំទិញនេះប៉ុន្តែសាច់វាឆ្ងាញ់ហ្មងសង្ឃថាជាតិឲ្យផ្អែមគ្រាន់ថានៅឆ្ងាយអញ្ចឹងយើងទៅដល់យើងជាកន្លែងសបោហ្នឹងទៅវាធូរអញ្ចឹងទៅបើនៅក្រុងថ្លៃមិនអាចទិញបានទេ280ហ្នឹងហើយខ្ញុំញ៉ាំជាមួយ Pepsi ជាមួយនឹងអាកាសធាតុមានអីអែមតែនៅផทยาហ្នឹងពេលថ្ងៃយើងអាចទៅលេងឆ្នេរពេលយប់យើងទៅលេង Pub Street ហ្នឹងគេមាន Pub Street កន្លែងដែលល្បីពិសេសលេខ1ហ្មងខាងសេវាកម្មផ្លូវភេទនិយាយទៅកន្លែងហ្នឹងគឺ OI ខ្ញុំជិះកាត់ណាខ្ញុំដើរមើលមកជុំនឹងដែរហើយជិះកាត់ពី3ជុំដែរអញ្ចឹងបើទៅពេលថ្ងៃយើងអត់មានអីលេងទេក្រៅពីមកឆ្នេរហ្នឹងហើយញ៉ាំគ្រឿងសមុទ្រហើយដើរផ្សារ